នេះជាការព្យាករណ៍រាសីឆ្នាំម្សាញ់ពោះក្នុងខែវិច្ឆិកាខែ11ឆ្នាំ2025សម្រាប់អ្នកទូទៅខែនេះជាខែមានថាមពលល្អសម្រាប់អ្នកឆ្នាំពោះការគ្រប់គ្រងអារម្មណ៍និងការយល់ឃើញច្បាស់លាស់ធ្វើឲ្យអ្នកសម្រេចចិត្តបានត្រឹមត្រូវអ្វីដែលបានគ្រោងទុកពីមុនចាប់ផ្ដើមមានលទ្ធផលការងារមានឱកាសទទួលបានភារកិច្ចថ្មីឬការផ្លាក់ទីតួនាទីតូចៗជួបទំនាក់ទំនងអ្នកធំដែលអាចជួយអនាគតត្រូវប្រុងប្រយ័ត្នការយាយីពីមនុស្សខ្លះៗប៉ុន្តែមិនធ្ងន់ធ្ងរសរុបការងារល្អការឡើងបើមានការខិតខំយ៉ាងស្មោះត្រង់ហិរញ្ញវត្ថុចំណូលមានការកើនឡើងបន្តិចការចំណាយខ្លះៗទាក់ទងគ្រួសារឬការជួសជុលហាមវិនិយោគធំគួររកព័ត៌មានឲ្យច្បាស់ជាមុនសរុបលុយហូរល្អតែត្រូវគ្រប់គ្រងឲ្យប្រុងប្រយ័ត្នស្នេហាអាពាហ៍ពិពាហ៍ឬគូស្នេហាមានការយល់ព្រមគ្នាល្អអារម្មណ៍កក់ក្ដៅអ្នកនៅឯងមានឱកាសជួបមនុស្សល្អតាមការងារឬតាមមិត្តភ័ក្តិសរុបស្នេហាកើនឡើងល្អអារម្មណ៍សុខសាន្តសុខភាពទូទៅល្អប្រយ័ត្នរលាកក្បាលឬការគេងមិនលក់តិចតួចគួរកាត់បន្ថយអារម្មណ៍តានតឹងនិងហាត់ប្រាណស្រាលអនុសាសន៍សម្រាប់ខែនេះកុំដើរលឿនពេកប្រើការគិតយ៉ាងមានប្រព័ន្ធធ្វើការដែលជួយអនាគតរយៈពេលវែងជៀសវាងចំនួនឥតចាំបាច់ជាមួយមនុស្សជុំវិញបើអ្នកចង់ឲ្យឃ្លាព្យាករណ៍តាមឆ្នាំកំណើតជាក់លាក់ឧទាហរណ៍1965 1977 1989របស់ឆ្នាំពស់ខ្ញុំអាចផ្ដល់អនុសាសន៍កាន់តែត្រឹមត្រូវ